ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះឯមាននឹងបន្តទៅរឿងរបស់យើងទៀតគឺរឿងមហាសីរបស់ខ្ញុំគឺជាមនុស្សប្រភាគទី11ហើយពេលនេះកូនស្រីរបស់យើងគាត់កំពុងតែនិយាយថាគាត់ដេកសុកសឹងណាគាត់ក៏បានសុបិនអាក្រក់មួយចឹងណាបងប្អូនគ្នាហើយដល់ពេលហ្នឹងគាត់ក៏បានស្រែកថាទេសូមបញ្ឈប់វាទៅខ្ញុំនឹងធ្វើតាមអ្នកហើយដល់ពេលហ្នឹងយើងក៏មកក្នុងការសុបិនរបស់កូនស្រីរបស់យើងសិនណាអ្នកគ្នាកូនស្រីរបស់យើងហ្នឹងគាត់ក៏បានសុបិនថាកាលពីគាត់នៅនគរឆេហ្នឹងគាត់ក៏បានរត់គេចជាមួយម្ដាយរបស់គាត់ហើយនិងប្អូនរបស់គាត់ពីរនាក់ហើយដល់ពេលហ្នឹងនិយាយថាគេរត់តាមចាប់គាត់ដោយសារតែគាត់ចង់រត់ឲ្យគេចអំពីការគម្រាមកំហែងរបស់ពនាងទី9ហើយដល់ពេលហ្នឹងយើងម្ដាយរបស់កូនស្រីរបស់យើងហ្នឹងក៏បានស្រែកទៅកាន់កូនស្រីរបស់យើងហ្នឹងឲ្យរត់ទៅរកបងប្រុសមកជួយចឹងណាអ្នកគ្នាដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បាននិយាយថាខ្ញុំមិនដឹងថាបងប្រុសនៅទីណាទេតើឲ្យខ្ញុំអាចទៅរកគាត់បើរបៀបណាទៅហើយដល់ពេលហ្នឹងពួកថាហេតុករដែលពនាងទី9មកជួនមកហ្នឹងក៏បានវាយធ្វើបាបម្ដាយហើយនិងប្អូនរបស់គាត់ចឹងណាអ្នកគ្នាពេលហ្នឹងគេក៏បានចាប់កូនស្រីរបស់យើងអត់ឲ្យទៅចិត្តហ្នឹងឯងហើយដល់ពេលហ្នឹងពួកធិតករហ្នឹងក៏បាននិយាយថាគឺព្រានទី9ហ្នឹងបានបញ្ជូនពួកគេមកឲ្យចាប់តាកូនស្រីរបស់យើងត្រូវទៅទេហើយអ្នកផ្សេងគឺគេចង់ស្កាប់សម្រាប់អីក៏គេអត់ខ្វល់ដែរហើយពេលហ្នឹងកូនស្រីរបស់យើងហ្នឹងក៏បានយកបង្វល់គេថាកុំឲ្យធ្វើបាបម្ដាយហើយនិងប្អូនរបស់គាត់ចឹងទៅគាត់សុកចិត្តធ្វើតាមទាំងអស់ឲ្យតែព្រានទី9ហ្នឹងបញ្ជាគាត់ចឹងណាបងគ្នាហើយពេលហ្នឹងកូនស្រីរបស់យើងណាគាត់ក៏បានភ្ញាក់ហើយដល់ពេលហ្នឹងគាត់ក៏បានយំទៀតអ្នកទាំងអស់គ្នាព្រមទាំងគាត់បានគិតក្នុងចិត្តថាគាត់ត្រូវបានបង្ខំឲ្យស្លៀកពាក់តែងខ្លួនបន្លំជាស្រីរួចហើយមករៀបអភិសេកជាមួយអត្រេកមីងហើយគាត់ក៏បានគិតថាពេលនេះម្ដាយនិងប្អូនរបស់គាត់ហ្នឹងកំពុងតែជួបទុក្ខចឹងគាត់ត្រូវទៅរកវិធីដើម្បីទៅជួយយ៉ាងណាគ្នាហើយគាត់ហ្នឹងក៏បានសុំទោសអត្រេកមីងចឹងថាបើគាត់ធ្វើហ្នឹងប្រហែលជាមានអីទៅធ្វើឲ្យទាស់ដល់អត្រេកចឹងណាគ្នាអត់ដឹងថាជាគម្រោងការអីទេណាគ្នាមានអត់ដឹងទេណាគ្នាចាំមើលបន្តទៀតណាគ្នាហើយដល់ពេលហ្នឹងអត្រេកទ្រង់ក៏បានភ្ញាក់ដែរហើយក៏បានសួរទៅកាន់កូនស្រីយើងថាហេតុអ្វីបានជាកូនស្រីរបស់យើងហ្នឹងគឺភ្ញាក់អញ្ចឹងណាគ្នាឬក៏កូនស្រីរបស់យើងហ្នឹងគឺយកសបិនខក្រក់មែនដល់ពេលកូនស្រីរបស់យើងឆ្លើយទាំងស្ទាក់ទៅថាគឺមែនហើយដល់ពេលហ្នឹងអត្រេកក៏បាននិយាយថាកេងទៅអូនសំឡាញ់ចាំបងបំពេណាបើមីក៏ពិតក្នុងរឿងគេអត់មានចឹងទេអត់មានថែខ្លួនឯងទាំងអស់គ្នាហើយចង់និយាយថាមានក៏មិនបានពេដែរមានជាអ្នកអំពេណាគ្នាហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បានគិតក្នុងចិត្តបន្តទៀតថាកូនអធិរាជហ្នឹងគឺគាត់ធ្វើល្អគាត់ខ្លាំងណាស់គាត់មិនគួរធ្វើបែបហ្នឹងឬទេណោះតែគាត់ហ្នឹងក៏បានគិតថាគាត់មិនគួរទុកចិត្តនឹងភាពចិត្តល្អរបស់អធិរាជចឹងទេគាត់គួរតែគិតដល់ម្ដាយហើយនិងបងប្អូនរបស់គាត់វិញព្រោះពួកគេកំពុងតែរងចាំខ្ញុំទៅជួយសង្គ្រោះហើយឡើយកាត់មួយថ្ងៃបន្តកូនស្រីរបស់យើងគាត់កំពុងតែអង្គុយសរសេរវិភាគដើម្បីធ្វើវិធីទៅជួយគ្រួសាររបស់គាត់អំពីការរងទុក្ខយ៉ាងណាគ្នាដែលបាននៅថានៅគ្រោងការត្រួតត្រារបស់ពនាងទី9នៃនគរឆែណាគ្នានិយាយបែបហ្នឹងដែលឲ្យកូនស្រីរបស់យើងបានបន្លំខ្លួនចឹងណាហើយកូនស្រីរបស់យើងគាត់ក៏បានគិតថាជំរឿទី1គឺបំបែកបំដាសាទទួលបានការពេញចិត្តពីលីងឡុងដែលត្រូវជាអ្នកមហារបស់គាត់ចឹងណាដើម្បីចាក់ចេញអំពីការគ្រប់គ្រងរបស់ព្រះនាងទី9ហើយទី2ត្រូវស្គាល់ប្លង់នៃនគរវិថារាជវាំងមីងចឹងហើយទី3រកវិធីដើម្បីរកលុយមួយចំនួនទុកទៅជាមួយនៅពេលដែលគាត់នឹងរត់គេចខ្លួនហើយទី4ព្យាយាមប្រមូលធាតុករស៊ីស្នួលដើម្បីរារាំងទាំងមុខទាំងក្រោយទៅពេលគាត់ធ្វើសកម្មភាពចឹងដល់គ្នាគម្រោងការគេល្អអត់នេះហើយពេលហ្នឹងកូនស្រីរបស់យើងក៏បានយកសម្បត្តិមួយដែលដឹងណាគេបានផ្ញើឲ្យគាត់ទេហើយក្នុងសម្បត្តិហ្នឹងក៏បាននិយាយថាវារៀងចំណាយពេលយូរបន្តិចហើយដល់ពេលហ្នឹងអ្នកមហារបស់គាត់ហ្នឹងក៏បានហៅថាខ្ញុំបានដាំថ្នាំរួចហើយដល់ពេលហ្នឹងកូនស្រីរបស់យើងក៏បាននិយាយថាទុកនៅហ្នឹងហើយចាប់ខ្ញុំទៅនឹងទីនោះឥឡូវហើយដល់ពេលហ្នឹងគាត់ក៏បានលើកសម្បត្តិចោលចឹងណាអរគ្នាហើយក្នុងចិត្តរបស់គាត់ក៏បាននិយាយថាជំហានជាមូលដ្ឋានទាំងអស់នេះវាមានសំខាន់ខ្លាំងណាស់សម្រាប់ពេលដែលខ្ញុំមានការពេញចិត្តពីអត្តរេកនេះគឺអត្តរេកគឺមិនសូវចាប់អារម្មណ៍ពីខ្ញុំទេខ្ញុំអាចធ្វើវាបានហើយដល់ពេលហ្នឹងក៏មានអាមាត្យមួយក្រុមមកហើយព្រមទាំងបានយករាជសារមួយមកចឹងណាទាំងអស់គ្នាហើយកូនស្រីរបស់យើងហ្នឹងគាត់គិតតែគាត់បាននិយាយថាខ្ញុំនឹងទទួលយកវាដោយព្រះគុណ
ហើយដល់ពេលណាកូនស្រីរបស់យើងហ្នឹងក៏បានទៅលោតជង្គង់ដើម្បីទទួលរាជសារចឹងទៅហើយដល់ពេលហ្នឹងលោកអាម៉ាត់ហ្នឹងក៏បាននិយាយថាកូនស្រីរបស់យើងហ្នឹងគឺមិនបាច់ចាំលោតជង្គង់ទេដោយសារកូនស្រីរបស់យើងគឺគាត់មានរបួសចឹងទៅហើយអត្តរេហ្នឹងក៏និយាយថាកូនស្រីរបស់អាណិតកូនស្រីរបស់យើងដែលមានរបួសជំងឺឬឈឺអីចឹងទៅហើយគាត់ហ្នឹងក៏បានប្រទានឋានៈឲ្យកូនស្រីរបស់យើងគឺជាអគ្គមហេសីទី2ចឹងទៅណាអ្នកគ្នាហើយដល់ពេលហ្នឹងលោកអាម៉ាត់ហ្នឹងគាត់ថាគាត់ក៏បានអានអារាជសារចឹងទៅថាព្រះចៅអត្តរេហ្នឹងពេញចិត្តយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កូនស្រីរបស់យើងចឹងទៅថាហើយនឹងបានតែងតាំងកូនស្រីរបស់យើងទៅជាអគ្គមហេសីទី2រួមជាមួយនឹងអំណោយផ្សេងដូចជាមាស100ដុំនិងរូបចម្លាក់ត្បូង1គូចាប់រាជសារហើយកូនស្រីរបស់យើងក៏បាននិយាយថាការគិតក្រមរបស់ខ្ញុំនៅលើអត់ដឹងទូអ្នកគ្នាគិតលើខ្លួនឯងទៅម៉ាត់ភីអីខ្ញុំយល់ថារឿងអីគេហើយដល់ពេលហ្នឹងគាត់បាននិយាយគិតតទៀតថាដូច្នេះយ៉ាងកុយហ្នឹងបានលងនឹងការលបងរបស់ខ្ញុំហើយមែនទេឬហ្នឹងហើយកូនស្រីរបស់យើងក៏បានទទួលរាជសារនឹងចឹងទៅហើយដល់ពេលហ្នឹងមហារបស់គាត់ក៏បាននិយាយថាអូហើយវាបានថាសូមអរគុណចឹងទៅហើយព្រមទាំងយកប្រាក់ទៅសោកអាម៉ាតចឹងទៀតអ្នកគ្នាដល់ពេលលោកអាម៉ាតថាត្រូវហើយមហេសីស៊ីងខ្ញុំសង្ឃឹមថាទ្រង់នឹងថែរក្សាខ្លួនផងខ្ញុំប្រកាសថាព្រះចៅថារាជទ្រង់នឹងនាំទ្រង់ទៅពិធីបរបាញ់ដែលនឹងធ្វើឡើងនៅក្នុងរយៈពេល1ខែទៀតហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បានភ្នាក់ឆ្អើលហើយដល់ពេលហ្នឹងគាត់ក៏បាននិយាយថាពិធីបរបាញ់តើពិធីបរបាញ់ហ្នឹងគេនឹងធ្វើនៅឯណាទៅដល់ពេលហ្នឹងលោកអាម៉ារ៉ាក៏បាននិយាយថាគឺគេធ្វើនៅទីលានបរបាញ់ភ្នំជីនព្រះចៅអត្តរេគឺទ្រង់ចូលចិត្តការបរបាញ់ណាស់ទ្រង់មានកន្លែងបរបាញ់មួយកូនស្រីរបស់យើងថាអូអរគុណសម្រាប់ការដែលអ្នកបានប្រាប់ខ្ញុំហើយពេលណាលោកអាម៉ាក៏បានដែរចេញទៅហើយកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាយកបាយបានដែលអត្តរេបានបកលគាត់ហ្នឹងទៅឲ្យអ្នកមហាបកគាត់ចឹងទៅដើម្បីទៅទុកនៅក្នុងឃ្លាំងហើយគាត់ហ្នឹងក៏បាននិយាយថាគាត់អរគុណអ្នកមហាបកគាត់ហ្នឹងខ្លាំងមែនតើដែលបានមើលថែគាត់ហើយគាត់ក៏បាននិយាយថាពួកយើងគឺនិយាយថាកើតមកក្រីក្រដូចគ្នាហើយក៏គ្មានសាច់ញាតិនៅនគរមីងចឹងដែរចឹងណាហើយអ្នកមហាបកគាត់ថាមិនអីទេហើយអ្នកមហាបកហ្នឹងក៏បាននិយាយថាខ្ញុំយកនិយាយថាសពទ្រព្យសម្បត្តិទាំងអស់ណាយកទៅដាក់ក្នុងឃ្លាំងហើយណាហើយគាត់ហ្នឹងនិយាយថាអ្នកមហាបកហ្នឹងក៏បានគិតក្នុងចិត្តថាកូនស្រីរបស់យើងហ្នឹងស្ទើរតែគាត់និយាយថាគាត់មិនសង្ឃឹមថាកូនស្រីរបស់យើងហ្នឹងទទួលបានការពេញចិត្តពីអត្តរេសោះចឹងណាគាត់គិតថាកូនស្រីរបស់យើងហ្នឹងគឺជាមនុស្សម្នាក់ដែលចង់ទទួលបានការពេញចិត្តពីអត្តរេចឹងទៅហើយដល់ពេលហ្នឹងកូនស្រីរបស់យើងហ្នឹងនិយាយថាពេលហ្នឹងចេញទៅមកហើយកូនស្រីរបស់យើងក៏បាននិយាយថានេះគឺជាឱកាសល្អសម្រាប់ខ្ញុំវានឹងคล้ายទៅជាគោលដៅដំបូងរបស់ខ្ញុំហើយសាច់រឿងរបស់យើងក៏បានចប់ប៉ុណ្ណឹងសិនណាអ្នកនរគ្នាអញ្ចឹងនៅពេលក្រោយទៅជើងណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាបាយ